我的工作完成了我的工作完成了我的工作完成了ការងាររបស់ខ្ញុំរួចរាល់ហើយ完成ហ្នឹងគឺបកថារួចរាល់ឬក៏សម្រេចឬក៏បញ្ចប់ណាអញ្ចឹងបានថា你的工作完成了吗 OK 都到月底了 OK 完成了没有 OK អញ្ចឹងណាចុងខែណាការងារហ្នឹងរួចរាល់ហើយនៅអាហ្នឹងបើសិនយើងត្រូវមេសួរពីការងារថាការងាររបស់យើងហ្នឹងរួចរាល់នៅអាហ្នឹងបញ្ចប់ហើយនៅអញ្ចឹងអូខេអាហ្នឹងគឺងាយស្រួលអញ្ចឹងយើងត្រូវចេះដូចគ្នាអញ្ចឹងបើសិនគេថាផ្ដល់ការងារឲ្យយើងធ្វើអញ្ចឹងគេក៏សួរថាការងារដែលខ្ញុំចៅតៃនេះហ្នឹងនេះ完成了没有រួចរាល់ហើយនៅធ្វើរួចរាល់ហើយនៅបើសិនជាយើងធ្វើរួចរាល់ហើយយើងថា我的工作完成了មួយទៀតបើសិនថាការងារយើងច្រើនរវល់មមាញឹកអញ្ចឹងនៅពេលដែលយើងដល់ម៉ោងចុងម៉ោងរៀបចេញទៅទីហើយអញ្ចឹងណានឹងថាការងារខ្ញុំរួចហើយ哎呀我的工作完成了可以下班回家了អញ្ចឹងងាយស្រួលណាស់បងប្អូនអូខេតោះចូលប្រយោគទី2别忘了给我写信别忘了给我写信ណា别忘了ហ្នឹងកុំភ្លេចណា给我写信ណា给我写信ហ្នឹង写ហ្នឹងគឺសរសេរណាស៊ីនហ្នឹងគឺសម្បត្តិកុំភ្លេចសរសេរសបុតមកឲ្យខ្ញុំហ្នឹងហើយសម័យឥឡូវអត់មានអ្នកណាគេទៅសរសេរសបុតទៀតទេគឺផ្ញើមីសេចតាមទូរស័ព្ទនឹងឯងណាសម័យនេះគឺមីសេច template ទៅដល់ហើយណាអូខេឆាត template ទៅដល់បាត់អូខេពីវងឡើយគេវ៉ាស៊ីស៊ីអញ្ចឹងនៃនេះគ្រាន់តែជាមេរៀនដែលលើសដាក់ឲ្យគ្រាន់តែយើងដឹងថាគេនិយាយថាម៉េចគេប្រាប់បែបណាអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាជំនាន់មុនពេលដែលយើងទៅដំណើរផ្លូវឆ្ងាយអញ្ចឹងយើងត្រូវប្រាប់អ្នកទៀតក៏ក្រុមគ្រួសាររបស់យើងអញ្ចឹងណាថាបងមកដល់ហើយអីចឹងទៅមកដល់កន្លែងហើយមកដល់ទីតាំងហើយមកដល់កន្លែងធ្វើការហើយមកដល់អីគេទៅលេងផ្ទះបងប្អូនអីចឹងយើងថាទៅតាមហ្នឹងទៅណាអត់ថាខ្ញុំមកដល់ផ្ទះអ៊ំហើយមកដល់ផ្ទះមីងអីចឹងទៅណាពេលទៅដល់ហើយកុំភ្លេចសរសេរសបុតប្រាប់ខ្ញុំផងណា别忘了给我写信អូខេតបយកទី3我需要这些纸我需要这些纸ហ្នឹងគឺกระดาษណា需要ហ្នឹងត្រូវការណាខ្ញុំត្រូវការกระดาษទាំងនេះ这些ហ្នឹងទាំងអស់នេះណា我需要这些纸你不要扔掉ណា不要丢掉ណា我当废纸អូខេខ្ញុំយកវាទុកធ្វើជាกระดาษអេតចៃអញ្ចឹង以后可以用到អូខេពេលក្រោយយើងអាចប្រើបានណា别扔អូខេ别丢掉កុំបោះចោលអីណា我需要这些纸អូខេ给我吧អូខេងាយស្រួលណាតោះចូលប្រយោគចុងក្រោយ我昨晚睡得很晚我昨晚睡得很晚昨晚ហ្នឹងគឺយប់មិញណាអ្នកយប់មិនសមមិញណា睡得很晚晚កន្លែងហ្នឹងគឺយប់ជ្រៅគឺយប់មិញខ្ញុំគេយប់ជ្រៅណាស់អូខេ我昨晚睡得很晚អូខេយប់ម្សិលហ្នឹងខ្ញុំគេយប់ជ្រៅណាស់ឬក៏យប់មិញហ្នឹងខ្ញុំគេយប់ជ្រៅណាស់អូខេងាយស្រួលបើសិនជាយើងគេយប់ជ្រៅយើងក៏និយាយទៅបើសិនយើងឆាប់ចូលគេក៏យើងនិយាយចឹងទៅយើងផ្ទុយពីពាក្យហ្នឹងវិញមកណាអូខេយើងអាចនិយាយថា昨晚我睡得很早មកណា昨晚我睡得很早ក៏បានឬក៏我昨晚睡得很早我昨晚睡得很晚នេះគេ很早ហ្នឹងវាឆាប់គេងណាគេងលឿនណាស់ពេល很晚ហ្នឹងគេងយប់ជ្រៅណាស់គេងយូរណាស់ក្រគេងដល់គ្នាណាគឺវាមានន័យអញ្ចឹងតោះណាអូខេតោះមកអូខេតោះឥឡូវចាំជួបគ្នាវីដេអូក្រោយបើអត់តន់ចាំចូលមើលម្ដងទៀតណាហើយលឺស៊ឺអត់សូវមានពេលថតវីដេអូផងប្រិយអ្នកទាំងអស់គ្នាទេអញ្ចឹងយូរទៅមានពេលវេលាឆ្លៀតបង្ហោះម្ដងហើយបើសិនជាចង់រៀនអាចឆាតមកលឺស៊ឺបានណាលឺស៊ឺនៅទទួលបរិញ្ញារហូតអ្នកទាំងអស់គ្នាណាអញ្ចឹងចង់រៀនតាក់ទងមកលឺស៊ឺណាលឺស៊ឺនៅទទួលបរិញ្ញារហូតតែម្ដងណាមិនថាតាមឆាតតាមTelegram ឬក៏តាម Page អ្នកទាំងអស់គ្នាអាចឆាតមកលឺស៊ឺបានចាចាំជួបគ្នាវីដេអូក្រោយចាបាយបាយ